កម្លាំងសមត្ថកិច្ចនគរបាលព្រំទាន់នៃអធិការឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន4នាក់3ករណីផ្សេងគ្នាពាក់ព័ន្ធនឹងករណីប្លន់មួយករណីឆក់ទូរស័ព្ទ2នាក់និងករណីលួចមួយករណីបាទហើយនៅព្រឹកថ្ងៃនេះដែរគឺត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រំទាន់នៃខណ្ឌដង្កោបានធ្វើការបង្ហាញមុខជាសាធារណៈនិងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការដើម្បីចាត់ការទៅតាមទេពីផ្លូវច្បាប់ផងដែរហើយប្រតិបត្តិការខាងលើដោយមានការដឹកនាំនិងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រីប៊ុនសិទ្ធជាស្នងការទទួលផែនយុត្តិធម៌និងណែនាំបញ្ជាដោយផ្ទាល់ពីលោកវរៈសេនីយ៍ឯកចឹងសិដ្ឋានិងដឹកនាំកម្លាំងស្រាវជ្រាវបញ្ជាដោយផ្ទាល់ដោយលោកវរៈសេនីយ៍តូជាង60ខ្សែអធិការរងទទួលផែនផ្នែកព្រំទាន់បើកការស្រាវជ្រាវនិងតាមចាប់ខ្លួនជនសង្ស័យខាងលើនេះបានបាទ3ករណីផ្សេងគ្នាតែម្ដងគឺមួយករណីប្រព្រឹត្តបទល្មើសធ្វើសកម្មភាពប្លន់បាទប្រជាពលរដ្ឋឆ្លូតត្រង់និងមួយករណីទៀតគឺធ្វើសកម្មភាពឆក់បងប្អូនប្រជាពលរដ្ឋយើងឆ្លូតត្រង់និងមួយករណីទៀតគឺលួចទូរស័ព្ទបាទហើយយើងឃើញឥឡូវជាប់ខ្នោះដៃរបស់សមត្ថកិច្ចនគរបាលនៃអធិការឋាននគរបាលខណ្ឌដង្កោបាទហើយលោកធ្វើការបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃនេះតែម្ដងបាទ